ទឹកបើកម្លាំងទឹកអីទៅគឺអាហ្នឹងមិនមែនសម្រាប់ក្មេងៗតែប្រើច្រើនបាទរឿងនេះជារឿងមួយដែលប្រកាសអសន្នរឿងនេះគឺជារឿងបញ្ហារយៈពេលវែងសម្រាប់យើងបើសិនជាក្មេងៗយើង10ឆ្នាំ20ឆ្នាំចាប់ពីឥឡូវអាយុ30 40ហើយខ្លាយទៅជាបន្ទុកហើយបញ្ហាហើយតែឈឺអាជំងឺទឹកនោមផ្អែមអាជំងឺស្អីទាំងហើយគឺជាបន្ទុកមិនមែនជាទ្រព្យទេបាទអញ្ចឹងត្រូវគិតគូរមើលហើយសូមឲ្យឪពុកម្ដាយប្រជាជនគ្រូអ្នកគ្រូទាំងអ្នកលក់គិតគូរពីអដឹងផងបាទទៅមើលពេទ្យកន្ធបុប្ផាក្មេងៗច្រើនណាស់តូចហើយនេះគឺពេលខ្លះគឺពាក់ព័ន្ធទៅនឹងការយល់ដឹងរបស់ឪពុកម្ដាយជួនកាលយើងខ្ញុំទៅថ្ងៃមុនជួបគ្រូពេទ្យម្នាក់គាត់នៅសិង្ហបុរីស្គាល់គ្នាគាត់ប្រាប់ថាលោកចាំសង្កេតមើលនៅប្រទេសដែលទើបអភិវឌ្ឍថ្មីគឺមនុស្សអាយុ30 40គឺទឹកនោមផ្អែមហើយយើងគិតថាដោយសារមនុស្សប៉ុណ្ណឹងបានចេះផឹកបានទឹកនោមផ្អែមបែបទេគឺតាំងពីក្មេងគិតថាជួនកាលពេលដែលនៅក្មេងឪពុកម្ដាយចង់ឲ្យកូនផឹកទឹកដោះគោដើម្បីលូតឆ្អឹងប៉ុន្តែកូនវាអត់ព្រមផឹកទឹកដោះគោស្អាតអញ្ចឹងត្រូវទិញទឹកដោះគោមានជាតិស្ករឲ្យក្មេងផឹកដើម្បីលួងនឹងហើយជាបញ្ហាយើងចង់បានមកជ្រុងឲ្យវាលូតឆ្អឹងប៉ុន្តែពេលជាមួយគ្នាដាក់ជាតិស្ករទៅក្នុងខ្លួនក្មេងបាទតែកូនខ្ញុំក៏ដោយតាំងពីក្មេងចូលចិត្តណាស់អាហ្នឹងហើយយើងប្រាប់អត់ស្ដាប់ទេតលតែពេទ្យប្រាប់បាន